ឃើញទេដល់ណាបាទអញ្ចឹងយើងត្រូវ cross fade ហើយមានមួយទៀតអានេះ cross fade ចង់ fade in fade out មានតែ fade ឡើង fade ចុះគឺយើងនេះដាក់ cursor យកចេញញ៉ាហ្នឹងយើងទាញអាក្បាលហ្នឹងចូលមកនេះបើដោយសារចូល effect ខ្ញុំលុប effect ចោលសិននេះវា cross អញ្ចឹងវា cross វា fade in អានេះ fade in ឬក៏ fade out ណានេះវាបានហើយណាបាទម្ដងនេះវាឡើងទាញហ្មងចុចលើសញ្ញាចុង QQ នេះឃើញសញ្ញានៅចុង clip មាន QQ មកក្រោយបាទដាក់ទៅចេញសញ្ញានេះមកទាញមកនេះអានោះគេហៅ fade out fade in fade out អញ្ចឹងតើតើ fade ហើយ tool នេះដែរ tool នេះរៀងនេះបន្តិចប៉ុន្តែវាសំខាន់ដែរព្រោះនៅកម្មវិធីណាក៏មានដែរ tool ហ្នឹងគ្រាន់តែថារូបរាងខុសគ្នានិងរបៀបប្រើខុសគ្នា tool ហ្នឹងឈ្មោះថា auto repol កាលណាយើងចុចលើ tool ហ្នឹងគឺវាដំណើរការហើយគ្រាន់ថានៅក្នុង tool ហ្នឹងវាមានសញ្ញានេះសញ្ញាព្រួញហ្នឹងគឺសម្រាប់គេថា pop up នុយហ្នឹងគឺសម្រាប់ឲ្យយើងជ្រើសរើស3 option ផ្សេងទៀតក្នុងហ្នឹងទី1គឺ affect track មានន័យថាយើងធ្វើការទៅលើតែ track ណាដែលយើងត្រូវការទេធ្វើការទៅលើ track ត្រូវការមិនកាលណាយើងចុចសញ្ញាហ្នឹងគ្រប់ clip ដែលយើងទាញយកមកដាក់នៅលើ timeline ឧទាហរណ៍ថានេះថាខ្ញុំចង់បាន clip នេះខ្ញុំទាញមកដាក់អញ្ចឹងដាក់ពីមុខវារុញ clip ផ្សេងទៀតទៅក្រោយមានវាមិនមែនកងដាច់ទេហើយបើសិនយើងអត់បានចុចយក tool ទេយើងទាញយកមកដាក់មកកងពីលើអត់រុញអញ្ចឹងអត់ទេកងពីលើហ្មងអញ្ចឹងត្រួតលើគ្នាដោយកម្មវិធីផ្សេងកាត់បាត់ហើយចេះឲ្យលុបចោលបានប៉ុន្តែបើយើងចុចសញ្ញាហ្នឹង affect track មានន័យថាយើងធ្វើការនៅលើ track ណាមួយអញ្ចឹងដល់ពេលយើងរុញមកអញ្ចឹងវាធាក់ទៅក្រោយឥឡូវទៅតែយកមកដាក់ចន្លោះនេះវិញញ៉ែប៉ុន្តែកងកាត់ជា cross fade ណាហើយរុញហើយយើងចង់ដាក់ឲ្យរុញចំហ្មងយើងដាក់ឲ្យចំចន្លោះហ្នឹងមកតែធាក់ទៅអូធាក់មកកណាត់អញ្ចឹងnóវាមាន tool អញ្ចឹងអានេះសម្រាប់នៅ Premiere tool វារៀងស្រួលប្រើជាងហ្នឹងនេះគេសម្រាប់គឺដាក់ពីមុខឬក៏ដាក់ពីខាងក្រោយហើយចឹងឧទាហរណ៍ថាដាក់នៅលើ track ទី2វិញនេះគេរុញមកក្រោយអាហ្នឹងគេហៅថា effect track សម្រាប់ជំរើស track ណាមួយដែលយើងត្រូវការមានន័យថាវាមានផលប៉ះពាល់សម្រាប់ដល់ track ណាដែលយើងជ្រើសរើសទេចុះបើយើងយកជំរើសទី2មានន័យថា effect track per track maker and region ណាអានឹងមានទាំងអស់ចំនួន effect track per track maker region មាន4ប្រភេទស្អីគេ region ស្អីគេ maker កំណត់ចំណាំយើងធ្លាប់ដឹងហើយឧទាហរណ៍ថាឥឡូវtrack ខ្ញុំ right click ខ្ញុំយក insert region ហ្នឹងយើងកំណត់ចំណាំជាអក្សរនេះឧទាហរណ៍ថាពីត្រឹមហ្នឹងមកត្រឹមហ្នឹងមានរឿងអីកើតឡើងឬក៏យើងអត់ទាន់ដាក់ effect ឬ sound អត់ទាន់កែឬមួយក៏មាន comment អីតោះនេះតែគេ comment អីកន្លែងហ្នឹងយើង comment នៅនឹងដែរអានឹងករណី comment ភ្លាមគេប្រើ region ហ្នឹងឬក៏គេប្រើ marker ប៉ុន្តែ marker បានថានេះ insert marker ឬ insert region marker បានតការងារនេះហេនេះ marker ពណ៌ក្រូចបានតែមួយចំណុចប៉ុន្តែ region វាបានជាគ្នាបមានន័យថាវាអាចបិទឬក៏បើកនៅលើប្រឡោះវីដេអូហ្នឹងនេះយើងឃើញតោះទេឬក៏burst track ហ្នឹងគេសំដៅទៅលើ master track យើងចុចអក្សរ B មកវាចេញហើយអានោះសម្រាប់យើងដាក់ effect មួយទៅដើម្បីឲ្យសលេងទាំងអស់មាន effect ដូចគ្នាទាំងអស់វាស្មើនឹងអានេះវាស្មើនឹងអានេះគេហៅថាការងារ master ហ្នឹងនេះ burst track ណាចឹងអាហ្នឹងយើងមិនបាច់ខ្វល់ទេវាយល់យើងគិតថា effect track នេះគេដាក់ថាម៉េច effect track burst track maker and region អញ្ចឹងមានន័យថាករណីដែលយើងទាញវីដេអូឥឡូវ tool ហ្នឹងបាន insert បាន on ណាទាញវីដេអូមកដាក់ពីមុខចាំមើលថាតើវីដេអូលើ track ហ្នឹង region ហ្នឹង marker ហ្នឹងវារុញទៅអត់វារុញមកក្រោយដោយសារអីដោយសារយើងបានរើសអាហ្នឹងចុះបើសិនជាខ្ញុំអត់រើសអាហ្នឹងខ្ញុំយកអាទី1ហើយខ្ញុំទាញវីដេអូខ្ញុំដាក់យើងឃើញ marker region ទៅឯងដោយសារអីដោយសារ option ទី1គេដាក់ថា effect track សម្រាប់តែ track ទេអត់មាន maker region ទៅទេអានោះសម្រាប់ករណីយើង insert ទៅវារុញអញ្ចឹងឯងតាមពិតបាទអញ្ចឹងថាយក maker region burst track effect track រុញទៅទាំងអស់
ប៉ុន្តែយើងឃើញពេលរុញហ្នឹងtrack ផ្សេងទៀតរុញទៅហ៎អត់ទៅដែរហ៎អាហ្នឹងមានជំរឿសចុងក្រោយមួយទៀតគឺគេហៅថា all track marker region all track មានតែគ្រប់ track ទាំងអស់មិនថាមាន track នេះទៀតមាន track នេះទៀតអីទេកាលណាយើង insert ថ្មីមក insert ទៅលើតែខាងលើមួយឯងរុញទាំងអស់ all track ទាំង region ទាំង marker អីទៅទាំងអស់ master track អីទៅទាំងអស់ព្រោះហេតុអីថ្ងៃក្រោយឧទាហរណ៍ចង់ insert clip មកខាងមុខឬដាក់ logo យើងមិនមែន live select ណាទាំងអស់អញ្ចឹងហើយអូសមកក្រោយហើយចាំដាក់មករុញទៅវិញទេអត់មានទេគេមាន tool របស់គេបាទហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំដោះ tool នឹងវិញដើម្បីកុំឲ្យមាន effect កុំឲ្យមានការប៉ះពាល់ tool នេះគេហៅថា lock envelope to event នេះលើម៉ៅណាអូខេ lock envelope to event ហ្នឹងមានន័យថាយើងចាក់សោទៅលើ envelope ស្អីទៅដែលគេហៅថា envelope យើងចង់ប្រើគឺនៅលើ insert មាន audio envelope ឬក៏ video envelope មាន option មួយចំនួនដូចជា matte compose level fade to color ឬក៏ velocity ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយក fade to color ក្រោយយើងយកមកនៅលើ track ហ្នឹងមាន line មួយពណ៌ទឹកក្រូចហើយ tool សម្រាប់ធ្វើការលើ line ពណ៌ទឹកក្រូចហ្នឹងវាចែក tool ទៀតនេះសញ្ញាឆ្នោតហ្នឹងណានេះ tool វាគឺឆ្នោតនេះសម្រាប់ធ្វើការពេលចុចទៅយើងឃើញ highlight line ហ្នឹងទៅក្រហមវិញបើយើងចុចលើ tool នេះគេហៅថា normal edit ហ្នឹងគឺសម្រាប់ធ្វើការទូទៅដូរពណ៌គេដូរពណ៌លើ line ឃើញទេបាទអញ្ចឹងយើងប្រើមួយណាក៏បានដើម្បីបើប្រើចំមកវាត្រូវអញ្ចឹងបើយើងយក tool ហ្នឹងមានន័យថាឧទាហរណ៍យើង add click ពីរដងណាទាញតម្លាក់មានន័យថាម៉េចខាងមុខគឺអត់មានប្រតិកម្មខុសកន្លែងនេះទាញតម្លាក់ឃើញទេអានោះ fade មានន័យថាវាធ្វើឲ្យសឬគឺធ្វើឲ្យភ្លឺអញ្ចឹងមកដល់មកនេះភ្លឺអានោះគេសម្រាប់ add អញ្ចឹងបាទ fade in fade បានមុខក្រោយកដាលតំណហ្នឹងតែអានេះអត់ទេអានេះវាទាំងអស់យើងចង់កន្លែងឡើងចុះឡើងអញ្ចឹងយើងអាចធ្វើការបានបាទហ្នឹងអញ្ចឹងសម្រាប់ប្រើ line ហ្នឹងហើយចិត្ត tool ហ្នឹងសម្រាប់ធ្វើអី tool ដែលសម្រាប់ប្រើមួយ envelope ហ្នឹង tool នេះគឺ lock envelope to event មានន័យថាអ្វីដែលយើងបាន add ហើយហ្នឹង add លើ clip ហ្នឹងហើយហ្នឹងណាស្រាប់យើងត្រូវការ insert clip មកខាងមុខដូចមិញយើង insert មែនទេយើង insert មកខាងមុខអញ្ចឹងបើសិនយើងអត់បាន lock យើងទាញ clip ថ្មីមកដាក់ខាងមុខមកអត់ load ទេតើយើងនេះអានោះមើលប្រើនេះស្រួលនេះយើងយក effect track ទៅឥឡូវយើងអូសចុះនិយាយអូសឧទាហរណ៍យើងអូសណាយើងអូស clip ហ្នឹងណាឥឡូវយើង select យើងយក tool នេះ select all ហើយយើងអូស clip ហ្នឹងមកឃើញអត់មក envelope អត់មកតាមទេហើយយើងធ្វើហើយហ្នឹងវាអត់មកតាមអង្គុយធ្វើឡើងវិញហើយទាញអាហ្នឹងមកមិនទាញមកមួយមិនខុសត្រង់ហ្នឹងហើយដែលយើងត្រូវ lock វាកាលណាយើង lock វាហើយយើង select all មកយើងអូសមកវាមកឃើញទេបាទអត់មកឲ្យ marker មានករណីខ្លះអាចច្រឡំគ្នាជាមួយអាហ្នឹងករណីអីនៅពេលយើងប្រើនេះក៏វាទៅដែរអញ្ចឹងបើយើងល្អអាចប្រើអានេះទៅយក all track មកនៅពេលដែលយើងអូសមកវាមកទាំងអស់ឃើញទេយើងមិនបាច់ lock ក៏បានដែរអញ្ចឹងមានជំរើសពីរណាខ្ញុំឆ្ងល់ដែរហេតុតែបានគេបង្កើតអញ្ចឹងប៉ុន្តែករណីខ្លះនេះដែលយើងជួនកាលយើងប្រើនេះករណីខ្លះយើងប្រើនេះណានេះវាទៅទាំងអស់ទាំង marker region ទាំង envelope ផ្សេងហ្នឹងហើយtool នេះមានអ្នកខ្លះស្គាល់ inner event grouping eager ហ្នឹងបាទសម្រាប់យើងផ្ដាច់រូបចេញពីសលេងចេញពីរូបហ្នឹងករណីខ្លះសំឡេងហើយរូបវាជាប់គ្នាយើងដឹងហើយទូទៅគឺយើងទាញមកជាប់គ្នានេះឲ្យដាក់មកជាប់គ្នាឃើញប៉ុន្តែក៏អាចនេះដែរជាប់ tool នេះក៏អាចច្រឡំដែរបើជាប់ tool នេះក៏ទាញមកជួនកាលក៏ជាប់ដែរករណីយើងដោះក៏ដោយក៏អាចជាប់ដែរឃើញទេនេះយើងដោះវាក៏ដោយក៏ជាប់ដែរតដោះហ្នឹងចេញនេះដាច់ហ្នឹងអញ្ចឹងអា tool នេះមួយប្រើតើថាប្រយ័ត្នជាងគេ tool auto report នេះណាជួនកាល tool ផ្សេងទៀតអត់មានប្រតិកម្មដោយសារហ្នឹងប្រយ័ត្ននេះគេខ្ញុំដោះហើយខ្ញុំឥឡូវខ្ញុំដោះចុចលើប៊ូតុងហ្នឹងហើយកាលណាចុចទៅសំឡេងហើយនឹងរូបដាច់ហើយប៉ុន្តែបើ tool នេះជាប់ដែរ
យើងអូមកអត់ដាច់ទេតែបើសិនជា tool នឹងអត់ជាប់យើងអូមកដាច់យើងអាចលុបមួយបានអញ្ចឹងមានករណីខ្លះ Vegas ធ្វើទៅរៀងច្រឡំបន្តិចដែរប៉ុន្តែយើងយល់ទៅយើងមិនសូវប្រើទៅវាមានបញ្ហាទេហើយអស់ហើយមាន tool ចុងក្រោយ tool នេះសម្រាប់ select អញ្ចឹងហើយ O ហើយ move អីហ្នឹងបាទហើយនឹង tool zoom តែប៉ុណ្្នឹងឯង tool របស់ Vegas គឺតែប៉ុណ្្នឹង